ចាជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំមកបង្ហាញបងប្អូនពីរបៀបធ្វើមីហឹរបងប្អូនហើយចំពោះការធ្វើមីហឹរនេះដែរគឺមានភាពងាយស្រួលទេបងប្អូនហើយសម្រាប់គ្រឿងផ្សំក៏មិនច្រើនដែរបងប្អូនចាហើយនេះគឺជាគ្រឿងផ្សំសម្រាប់យកមកធ្វើមីហឹរបងប្អូនមានមីខាត់ណាខៀវស្ពៃតឿផ្សិតម្ជុលហើយនិងប្រហិតបងប្អូនហើយចំពោះបន្លែហើយនិងប្រហិតបងប្អូនអាចដាក់តាមចំណូលចិត្តរបស់បងប្អូនបានរីឯមីវិញគឺខ្ញុំជ្រើសរើសយកមីទៅរំងាស់បងប្អូនចាអញ្ចឹងឥឡូវយើងធ្វើការដាំទឹកជាមុនសិនបងប្អូនហើយសម្រាប់ការដាក់ទឹកនេះដែរគឺក្នុងមួយកញ្ចប់គឺយើងដាក់ទឹកចំណុះ450មីលីលីត្របងប្អូនអញ្ចឹងបើសិនជាយើងដាក់2កញ្ចប់គឺត្រូវការទឹក900មីលីលីត្របងប្អូនអញ្ចឹងកំឡុងពេលដែលយើងចាំទឹកពុះនេះគឺយើងងាកមកហាន់បន្លែហើយនិងប្រហិតរបស់យើងសិនបងប្អូនបន្ទាប់ពីយើងធ្វើការរៀបចំបន្លែរបស់យើងរួចរាល់ហើយគឺយើងឃើញថាទឹករបស់យើងគឺបានពុះហើយបងប្អូនអញ្ចឹងនៅពេលដែលទឹករបស់យើងពុះគឺយើងធ្វើការលាយគ្រឿងទេសដែលមាននៅក្នុងកញ្ចប់មីរបស់យើងបងប្អូនហើយកញ្ចប់ទី1នេះគឺជាអំបិលបងប្អូនហើយកញ្ចប់ទី2នេះគឺជាកញ្ចប់ម្ទេសបងប្អូនអញ្ចឹងបងប្អូនអាចដាក់តាមចំណង់ចិត្តរបស់បងប្អូនបានហើយក្នុងនោះដែរគឺខ្ញុំបានបន្ថែមទឹកខ្មេះបន្តិចដែរបងប្អូនដើម្បីយកជាតិជូរហើយបន្តមកទៀតគឺយើងធ្វើការដាក់ប្រហិតហើយនិងបន្លែរបស់យើងចូលបងប្អូនហើយចំពោះបន្លែនេះដែរបើសិនជាបងប្អូនចង់ដាក់មីមុនក៏បានដែរបងប្អូនអញ្ចឹងបន្ទាប់ពីយើងធ្វើការដាក់បន្លែហើយគឺយើងធ្វើការដាក់មីចូលដូចគ្នាបងប្អូនហើយបន្ទាប់ពីដាក់មីរួចរាល់ហើយគឺយើងធ្វើការដាក់បន្លែស្លឹកបងប្អូនហើយបន្លែស្លឹកគឺឆាប់រលួយទេបងប្អូនអញ្ចឹងបន្ទាប់ពីយើងធ្វើការដាក់បន្លែរបស់យើងរួចរាល់អស់ហើយគឺយើងធ្វើការរង់ចាំទឹកពុះបន្តិចបន្ទាប់មកគឺយើងធ្វើការដាក់គ្រឿងទៅដែលវាមានទឹកជីនៅក្នុងនោះបងប្អូនហើយជាចុងក្រោយគឺយើងធ្វើការដាក់ស្លឹកខ្ទឹមចូលបងប្អូនតែបើសិនជាបងប្អូនចូលចិត្តបងប្អូនមិនបាច់ដាក់ក៏បានដែរបងប្អូនហើយយើងឃើញថាមីរបស់យើងគឺបានឆ្អិនរួចរាល់ហើយបងប្អូនតាមនេះដែរវីដេអូរបស់ខ្ញុំក៏ឈានដល់ទីបញ្ចប់ប្រសិនបើមានកំហុសខុសឆ្គងសំខាន់តែអភ័យទោសជួបគ្នាក្នុងវីដេអូក្រោយអរគុណសម្រាប់ការចូលរួមទស្សនាទាំងអស់គ្នា